លោកតាលោកយាយបងប្អូននិងប្រិយមិត្តអ្នកស្ដាប់វិទ្យុអតីតកាលទាំងអស់គ្នាថ្ងៃនេះសូមអញ្ជើញបងប្អូនមកបន្តសន្តាប់រឿងព្រេងនិទានបុរាណខ្មែររបស់យើងទាំងអស់គ្នាតែមុននឹងចាប់ផ្ដើមវិទ្យុអតីតកាលសូមមេត្តាអភ័យទោសទុកជាមុនចំពោះរាល់កំហុសឆ្គងទាំងឡាយព្រោះការនិទាននេះគឺប្រើប្រាស់សំឡេង AI ជាជំនួយសម្រាប់បងប្អូនដែលទើបតែចូលមើលហើយមិនទាន់បានជួយ Subscribe ទេសូមមេត្តាជួយ Subscribe និង Like វីដេអូនេះម្នាក់មួយផងកុំឲ្យខាត់ពេលយូរសូមរីករាយសន្តាប់ដូចតទៅរឿងគំនូររូបប្រពន្ធកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះកំបិគាត់ជាមនុស្សក្រីក្រហើយមានបញ្ញាស្មារតីមិនសូវភ្លឺថ្លាគាត់រស់នៅក្នុងខ្ទមតូចមួយតែម្នាក់ឯងគ្មានអ្នកណាចង់រៀបការជាមួយគាត់ឡើយព្រោះគាត់ជាមនុស្សស្មារតីមិនគ្រប់គ្រាន់ល្ងាចមួយមានស្រីក្មេងម្នាក់បានដើរមកដល់មាត់ទ្វារផ្ទះកំបិហើយសួរថាតើនាងអាចសុំស្នាក់នៅមួយយប់ក្នុងខ្ទមនេះបានឬទេតាំងពីដើមមកកំបិមិនដែលបានឃើញស្រីណាល្អដូចនាងសោះគាត់ពិតជារីករាយណាស់ដែលបានឲ្យនាងចូលក្នុងផ្ទះយប់នោះក្រោយពីអាស្រ័យអាហារពេលល្ងាចរួចស្រីក្មេងបានសួរថាលោកហាក់ដូចជារស់នៅម្នាក់ឯងខ្ញុំក៏មានតែម្នាក់ឯងដែរតើលោកចង់បានខ្ញុំជាភរិយាឬទេអាពាហ៍ពិពាហ៍បានធ្វើឲ្យកំបិសប្បាយរីករាយណាស់ប៉ុន្តែក៏ធ្វើឲ្យគាត់ពិបាកចិត្តណាស់ដែរក្នុងការបំពេញការងារគាត់ជាប់ចិត្តនឹងប្រពន្ធក្មេងណាស់រហូតដល់មិនចង់ឲ្យនាងបាត់មុខពីគាត់សូម្បីមួយស្របក់ក៏ដោយនៅពេលដែលគាត់ធ្វើស្បែកជើងចម្បាំងជាញឹកញាប់ស្បែកជើងនោះមានបណ្ដោយរហូតដល់5ឬ6ចំអាមដោយមិនដឹងខ្លួនឡើយព្រោះបុរសជាប្តីនេះតែងតែសម្លឹងមើលប្រពន្ធមិនបានមើលការងារសោះនៅពេលធ្វើអាវភ្លៀងចម្បាំងក៏ដូចនេះដែរជួនកាលអាវនេះមានប្រវែងរហូតដល់10ឬ20ចំអាមព្រោះបុរសនេះសម្លឹងមើលតែអ្វីៗដែលប្រពន្ធគាត់កំពុងធ្វើមិនបានប្រុងប្រយ័ត្នមើលការងាររបស់គាត់ទេដូច្នេះហើយគ្មាននរណាអាចពាក់អាវភ្លៀងគាត់បានឡើយក្រោយមកគាត់ក៏ទៅធ្វើការនៅឯចំការមួយស្របក់ម្ដងគាត់រត់មកផ្ទះវិញស្រែកហៅប្រពន្ធសម្លៃអើយអូននៅទីនេះឬហេតុនេះហើយគាត់មិនបានបំពេញការងារច្រើនទេក្នុងមួយថ្ងៃប្រពន្ធគាត់ពោលថាគាត់នឹងមិនចង់ធ្វើការទេដូច្នេះហើយនាងក៏ទៅទីក្រុងឲ្យសិល្បករម្នាក់គូររូបនាងយករូបមកផ្ទះវិញហើយប្រាប់កំបិថាបងនេះណែរូបខ្ញុំសូមយករូបនេះទៅភ្ជួរនឹងដើមមននៅជិតបងទៅបងអាចឃើញរូបនេះនៅពេលកំពុងធ្វើការក្នុងចំការបងមិនបាត់មុខខ្ញុំយូរទេកំបិធ្វើតាមនាងប្រាប់មួយស្របក់ម្ដងគាត់ឈប់ធ្វើការដើម្បីមើលរូបប្រពន្ធគាត់ប៉ុន្តែមិនយូរប៉ុន្មានគាត់ក៏រត់មុខផ្ទះជាញឹកញាប់ទៀតថ្ងៃមួយមានខ្យល់បក់មួយវឹបគួចយករូបនោះហើយបំពងទៅលើមេឃកំបិតាមចាប់រូបនោះដែរប៉ុន្តែមិនយូរប៉ុន្មានរូបក៏រសាត់បាត់ពីភ្នែកគាត់ទៅកំបិយំស្បែបរត់ទៅផ្ទះប្រាប់ប្រពន្ធនាងបានលងលោមថាបងសម្លាញ់កុំព្រួយខ្ញុំនឹងទៅទីក្រុងរករូបគំនូរមួយទៀតមកឲ្យបងក្នុងរយៈពេលនោះរូបគំនូរទី1បានប៉ាងតាមខ្យល់ហើយទីបំផុតក៏ធ្លាក់ពេលប៉ាវចុះដល់សួនក្នុងវិមានមួយលោកឃើញរូបគំនូរម្ចាស់វិមានក៏ចាប់ចិត្តស្នេហាលើរូបស្រីក្នុងគំនូរនោះគាត់គិតយ៉ាងនេះថាបើរូបគំនូរដូចនេះមុខជាមានមនុស្សពិតមិនខានរួចគាត់ក៏បញ្ជាបាវបម្រើឲ្យដើររកស្រីនោះពេលរកឃើញត្រូវចាប់យកនាងទៅជូនលោកភ្លាមកុំបង្អង់បាវបម្រើដើរពីភូមិមួយទៅភូមិមួយដោយកាន់រូបគំនូរទៅផងគេសួររកតើមានអ្នកណាស្គាល់ស្រីនោះឬទេទីបំផុតគេទៅដល់ភូមិដែលកំបិរស់នៅបាវបម្រើសួរអ្នកភូមិដោយបង្ហាញរូបគំនូរផងតើអ្នកស្គាល់រូបនេះឬទេដោយបានឃើញរូបគំនូរអ្នកភូមិទាំងនោះឆ្លើយភ្លាមអូនេះជាប្រពន្ធកំបិទេតាប្រាកដមែនលុះបាវបម្រើទៅដល់ខ្ទមកំបិក៏ឃើញស្រីម្នាក់រូបស្អាត
មុខដូចរូបក្នុងគំនូរបេបិទសោះយើងមកចាប់នាងយកទៅជួនចៅហើយយើងហើយពួកគេនិយាយហើយពូនប៉ងនាំនាងចេញទៅកំបេអង្វាសូមមេត្តាកុំចាប់យកនាងទៅតែឥតអំពើឡើយគាត់ស្រែកទ្រហាយ៉ាវយ៉ាងខ្លាំងរហូតដល់ទឹកភ្នែកคล้ายទៅជាធ្លុកមួយបណ្ដោយមួយជំហានប្រពន្ធនិយាយថាបងកំបេកុំស្រែកយ៉ាងនេះយើងមិនអាចធ្រួអ្វីគេកាច់ក្នុងពេលនេះទេតែសូមស្ដាប់ King ឲ្យមែនទែនយកដើមស្រល់សម្រាប់តុបតែងក្លងទ្វារទៅជាមួយផងពេលនោះយើងនឹងបានជួបគ្នាហើយកិច្ចការយើងនឹងបានសម្រេចនាងមិនទាន់តាំងនិយាយអ្វីច្រើនទៀតផងគេក៏ចាប់យកនាងចេញទម្រង់ទៅវិមានរាល់ថ្ងៃកំបេនឹកមមីថាតើដល់ពេលត្រូវទៅរកប្រពន្ធគាត់ហើយឬនៅទីបំផុតគេនិយាយប្រាប់គាត់ថាឥឡូវដល់ពេលបុណ្យចូលឆ្នាំថ្មីហើយគាត់ក៏ចេញដំណើរទម្រង់ទៅវិមានដោយបាននាំយកមេឃស្រល់មួយបាច់ធំទៅផងគាត់គិតថាបន្តិចទៀតគាត់នឹងបានជួបមុខប្រពន្ធសម្លាញ់ចិត្តវិញហើយលុះទៅដល់មាត់ទ្វារវិមានកំបេស្រែកពពានាយថាដើមស្រល់ដើមស្រល់ដើមស្រល់ល្អសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពន្ធគាត់បានឮសំឡេងប្តីក៏ញញឹមពីក្នុងវិមានមកនេះជាលើកដំបូងហើយដែលនាងបានសោយតាំងពីទេដែលគេចាប់នាងយកទៅដាក់ក្នុងវិមានម្ចាស់វិមានសប្បាយណាស់ដោយបានឃើញនាងរីករាយយ៉ាងនេះលោកបញ្ជាបាវបំរើទៅហៅដាក់លោកដើមស្រុលចូលមកលោកឃើញកំបិមកដល់នាងប្រពន្ធរឹតតែរីករាយជាងមុនទៅទៀតនាងសម្លឹងមើលគាត់យ៉ាងពព្រាយរហូតដល់ម្ចាស់វិមានគិតក្នុងចិត្តថាបើអ្នកលោកដើមស្រុលធ្វើឲ្យនាងរីករាយយ៉ាងនេះអញគួរតែធ្វើជាអ្នកលោកដើមស្រុលវិញម្ដងម្ចាស់វិមានក៏បញ្ជាកំបិឲ្យបដូរសម្លៀកបំពាក់ជាមួយខ្លួនលុះស្លៀកពាក់ខោអាវចាស់ចាស់ដូចជាអ្នកលក់ដើមស្រស់ហើយម្ចាស់វិមានដើរចុះដើរឡើងក្នុងសួនដោយស្រែកពពានាថាដើមស្រុលដើមស្រុលដើមស្រុលល្អសម្រាប់បុណ្យចូលឆ្នាំថ្មីធ្វើយ៉ាងនេះនាំឲ្យប្រពន្ធកំបិកាន់តែសប្បាយចិត្តឡើងនាងទះដៃដ៏ស្រួចរបស់នាងហើយសាយកក់ក្អាយអស់ពីដួងចិត្តម្ចាស់វិមានរីករាយខ្លាំងណាស់ដោយបានឃើញនាងសើចហើយក៏ចាប់ផ្ដើមរំរែកជុំវិញសួនដោយពុនដើមស្រុលពីក្រោយខ្នងផងដើមស្រុលល្អល្អគេពពាយនាយហើយពពាយនេះទៀតគេរំរារិលជុំវិញសួនហើយចេញផុតពីមាត់ទ្វារវិមានដោយមិនតាំងដឹងខ្លួនផងលុះម្ចាស់វិមានចេញផុតទៅក្រៅភ្លាមប្រពន្ធកំបិកប់បាវបំរើឲ្យបិទទ្វារវិមានមួយរំពេចមួយសន្ទុះក្រោយមកម្ចាស់វិមានដឹងថាខ្លួនមិនមែននៅក្នុងសួនទេគេក៏ដើរទៅកាន់ទ្វារវិមានដោយងឿងឆ្ងល់ជាខ្លាំងដោយឃើញទ្វារបិទជិតបើកឲ្យអញចូលបើកឲ្យអញចូលគេស្រែកហៅតែគ្មាននរណាឆ្លើយតបវិញសោះក្នុងនោះវិមានកំបិចនឹងប្រពន្ធដ៏ឆ្លាតវៃរបស់គាត់មានរបស់ទ្រព្យគ្រប់បែបយ៉ាងដូចចិត្តប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្តនិងរីករាយពីពេលនោះមក